សួស្តីអ្នកនាងថ្ងៃនេះខ្ញុំអត់មានអីធ្វើ intro ច្រើនទេព្រោះអីក្តៅក្រហាយខ្លាំងមែនទែនជាមួយពួកអាសៀមហ្នឹងទ្រាំទៅជាមួយទឹកអីហើយរវល់ធ្វើការលើថ្ងៃនេះតែមកដល់ថ្ងៃសៅរ៍ឥឡូវនេះគឺខ្ញុំស្រុបយកតែម្ដងសម្រាប់វីដេអូមួយនេះគឺខុសពីវីដេអូមុនៗនេះស្អីរៀងប្រើពាក្យសម្ដីអសុរបន្តិចក៏ប៉ុន្តែវាទ្រាំអត់បានមែនថ្ងៃនេះគឺមកធ្វើការស្ដាប់បទចម្រៀងរបស់វណ្ណាហើយអ្នកហើយចូលមកស្ដាប់ទាំងអស់គ្នាមកដើម្បីជេរពួកសៀមទាំងអស់គ្នាអូខេ1 2 3តោះអញអត់ដឹងនិយាយមួយពួកឯងមិញពួកឯងឈួតអស់ពួកឯងស្ដាប់បលនេះដាក់ subtitle Let's do it ខ្មែរថៃដី Translate for you when you listen to this song Thai you have to put the subtitle to know the meaning of this song ខ្មែរអត់ត្រូវការអ្នកណាមកថៃជំនួសពួកចោលឆ្លៀនពៀនបើមិនងាប់ក៏វាអាចរបួសតជំនាន់អ្នកចោលសៀមរឿងសង្គ្រាមគឺវាឃ្លានហួរដើម្បីដល់អំណាចស្រ័យជេរចាចអញខ្មាស់គេជំនួសអញទៅបើអញវាយតឲ្យមួយថ្ងៃពួកអាចយ៉ាងไรអញទៅបើអញវាយនៅរੂឲ្យវាជ័យពួកប្រែដល់លើដីទុកអញអ្នកកេះកាយអញទៅបើអញវាយសិតតែពួកថ្មិលបាញ់ជិនស៊ីវិលចរិតពួកថៃអញទៅបើអញវាយធ្វើបាបពួកអញណាធ្វើបាបដល់ចាស់ជាសាពួកនេះលេងនឹងឲ្យបំពេញមានអំណាចលើទីហ៊ានពួកអននេះចេះតែមានលេងលខោឲ្យយើងមើលពួកអកក្រឹតចាំអញប្លង់ឲ្យកិច្ចពួកអននេះលេងល្បិចសុទ្ធពួកអកពើគិតថាមានតែឯងសេចដុំមកសំញ៉ៃពួកនេះអ្នកកំ ប្លែងនៅអាស៊ីគេមើលកូនខ្មែរយើងហើយសម្រាប់ពួកជនជាតិថៃហ្នឹងសៀមហ្នឹងវាគិតតែខ្លួនឯងហ្នឹងជាមហាអំណាចនៅអាស៊ានហ្នឹងមើលទៅឬក៏នៅអាស៊ីហើយបានធ្វើអីអត់មានក្រែងចិត្តក្បាលអាណាតិចសោះសម្បីតែអីគេDonald Trump និយាយក៏វាលែងស្ដាប់ដែរហើយសម្បីតែប្រធានរបស់ Asian ក៏វានិយាយទៅវាឥឡូវបច្ចុប្បន្នហ្នឹងវាដូចគេហៅថាលក្ខណៈឆ្កែមួយដែលអត់មានម្ចាស់វាដែលខំគេពេញហ្នឹងហើយអស់និយាយមកមីចាប់ដៃសាមគ្គីដៃតពីដូនតាឈួតណាចង់រੂរើមកមួយសងដកនៅសអត់មានអ្នកកងាប់លើដីខ្មែរអត់មានអ្នកហែអូអាបសអញមានឈាមខ្មែរដូនតាអញថែដល់ទីបញ្ចប់ពួកនេះលប់ឡាយមានសាសនាដែរតែធ្វើដោយលប់អោពិភពលោកជួយដឹងឮផងថាស្រុកខ្មែរបបាដែរមានចោលក្បែរលបងចោលហ្នឹងហើយវាបបាក់ខ្លាំងមែនតែនពេលដែលមានចោលវានៅចតលបងហ្នឹងហើយពេលយើងនៅផ្ទះរបស់យើងពេលមានចោលនៅក្បែរលបងវាភាគច្រើនវាតែទៅចង់បានអីគេដីរបស់យើងចង់បានរបស់ទ្រព្យរបស់យើងហើយពួកអស់ហ្នឹងវានៅអត់សុខទេបើវាមិនបានទៅលួចរបស់គេហ្នឹងវានៅអត់សុខទេហើយហ្នឹងហើយមានបិទទ្វារវាយឆ្កែហ្នឹងហើយវាយចោលវាចូលមកទៅវាយហីចាំបើលឺដែរសុំជួយចាប់ផងចេញដែនដីអញឯង not below ខ្មែរថៃដីខ្មែរអត់ត្រូវការអ្នកណាមកថៃជំនួសពួកចោលឆ្លៀនពៀនបើមិនងាប់ក៏វាអាចរបួសតជំនាន់អ្នកចោលសៀមរឿងសង្គ្រាមគឺវាឃ្លានហួរដើម្បីដល់អំណាចស្រ័យជេរចាចអញខ្មាស់គេជំនួសអញទៅបើអញវាយតឲ្យមួយថ្ងៃពួកអាចយ៉ាងไรអញទៅបើអញវាយនៅរੂឲ្យវាជ័យពួកប្រែដល់លើដីទុកអញអ្នកកេះកាយអញទៅបើអញវាយសិតតែពួកថ្មិលបាញ់ជិនស៊ីវិលចរិតពួកថៃអញទៅបើអញវាយធ្វើបាបពួកអញណាធ្វើបាបដល់ចាស់ជាសាពួកនេះលេងនឹងអីអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនសម្រាប់ជនជាតិថៃមួយវាអត់មានអីត្រូវលក្ខណៈល្អជាមួយវាទៀតទេវាអស់ពេលហើយឃើញហើយបច្ចុប្បន្នគឺប្រជាជនរបស់យើងបានចម្លៀសខ្លួនច្រើនខ្លាំងមែនទែនគ្រប់ខេត្តទាំងអស់ដែលជាប់ជាមួយនឹងប្រទេសសៀមហ្នឹងវាឥឡូវវាវាយបហាគ្រប់ច្រកហើយឥឡូវមានតែខ្មែរគ្នាយើងទេដែលយើងត្រូវជួយគ្នាដើម្បីជាកម្លាំងសាមគ្គីគ្នាពួកអីពួកអស់ហ្នឹងវាខ្លាចច្រើនមែនទែនពេលដែលខ្មែរយើងមានសាមគ្គីភាពគ្នាហើយចេះជួយគ្នាហ្នឹងវាខ្លាចណានេះហើយប្រទេសបនមានថាយើងមួយចំហៀងសុទ្ធតែអ្នកក្រនេះហើយប្រទេសបនមានមើលឃើញប្រាសាទគិតថាជាថ្មនេះហើយប្រទេសបនមានពេលយើងជួយសេដ្ឋកិច្ចគិតថាយើងហើយមួយទៀតវាអះអាងថាប្រាសាទហ្នឹងជារបស់វាក៏ប៉ុន្តែពេលដែលមានសង្គ្រាមវាអត់ខ្វល់ពីប្រាសាទទេគឺវាបាញ់យើឡើងកំតិចអស់ហើយម្ចាស់ប្រាសាទណាគេធ្វើអញ្ចឹងពួកអស់នេះពលកោនេះហើយប្រទេសពួកនឹងមានពួកសៀមឆ្លៀនពៀននឹងលើដៃក្ដោយកមិនបានពួកនឹងវាកំតិចដែលរឆានពួកនឹងអត់ respect ឲ្យប្រសាងប្រទេសនឹងលើបដាសាដូនតាមានចាចុងបីពួកចៃពួកថៃពួកចោលកដោកឡាពួកនេះសុទ្ធពុំហេតុបដាសាមានពិតអញ្ចឹងឃើញជាគឺហើយទឹកចំនួនលិចពេញប្រទេសវាហ្នឹងអាហ្នឹងលើកទី1គឺវាវាយប្រហាររបស់យើងជាមើលលើកសារនឹងទៀតបន្ទាប់ពីសង្គ្រាមជឿថាបដាសាមានពិតធ្វើអីវាបានហ្នឹងហើយពួកចង្រៃអាហ្នឹងចង់បានភាសាឡើងចង់ស្អីភាសាដឹកសពទៅវិញឬក៏ធ្វើចំណៃថ្មបំផ្លាញចង់បានប្រមាណទៅវាគ្រប់គ្មានគុណធម៌ច្បាប់នៅលើលោកលេងគោរពអញចង់ទៅកាត់សាញបើទៅឲ្យធ្លឺមកទំនប់
You play with my people you die in the battle ឲ្យទ្រង់ឲ្យចំហបើខ្លាំងឲ្យចូលមកអ្នកទប់ពេលនេះពួកយើងសាមគ្គីមានសត្រូវបន្ទុសារាយគេចង់គៀបយើងស៊ីពួកនឹងលេបទឹកមាត់តែដីស្រុកខ្មែរអត់ free ព្រោះថាអ្នកអាចនឹងត្រូវងាប់បន្ទាប់មកទៅ GG អូកូណេរ៉ូជួមុខ អ្នកទាំងអស់គ្នាពួកកងទ័ពថៃដែលចូលមកខ្មែរយើងហ្នឹងមិនងាប់តិចទេគឺច្រើនខ្លាំងមែនតើហើយពីងាប់ហ្នឹងវាមានតែក្រៅពី G ហ្នឹងទេហើយអូខេនៅក្នុងវីដេអូមួយនេះវាមានពាក្យសម្ដីអស្ចារ្យបន្តិចហើយក៏តែខ្ញុំធំវាអត់បានមែនវាខឹងខ្លាំងមែនតើហើយខ្លោចផ្សាខ្លាំងមែនតើពេលដែលឃើញប្រជាជនយើងកងទ័ពរបស់យើងដែលវីរៈកងទ័ពរបស់យើងដែលគាត់ពលីជីវិតនៅក្នុងសមរភូមិជួរខាងមុខយើងវាអត់មានរឿងអីត្រូវរាប់អានពួកអស់ហ្នឹងទេពួកអាសៀមអស់ហ្នឹងទេហើយប្រជាជនយើងជំលះមករាប់រយរាប់ម៉ឺនគ្រួសារមកហើយក្មេងៗគ្នាទូចគ្នាអត់បានរៀនសូត្រហើយវាមើលទៅវាសង្វេគខ្លាំងមែនតើឈឺចាប់ខ្លាំងមែនតើពេលដែលជួបទុកនៅតែស៊ូខំកានកម្លាំងប្រយុទ្ធមិនតោះស្រូតយុទ្ធមិត្តគំរូឲ្យយើងសុខសាន្តសុខចិត្តលះបងកាយគេផ្ទាំងគំនូចោលប្រពន្ធកូនឃ្លាតឆ្ងាយកាយសំពះក្រាបដឹងគុណលោកអូ I pray អ្នកនរគ្នាសម្រាប់វីរៈកងទ័ពរបស់យើងគឺពេលគាត់ទៅជួបមកខ្ញុំជឿថាគាត់បានគិតរួចទៅហើយព្រោះអីអត់មានអីក្រៅពីការបូជានៅជីវិតរបស់ខ្លួនទេដើម្បីការពារមាតុភូមិមួយនេះ For my people every day oh I pray For my people every day oh I pray For my people every day oh I pray Stay safe បងប្អូនសុខភាពទាំងអស់គ្នាសម្រាប់ពីខាងខ្ញុំគឺខ្ញុំពិតជាមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនទែនពេលដែលយើងឃើញវីរៈកងទ័ពរបស់យើងបានបូជាពលីជីវិតនៅក្នុងសមរភូមិដើម្បីការពារទឹកដីការពារជាតិមាតុភូមិរបស់យើងមួយហ្នឹងហើយយើងត្រូវតែដឹងគុណពួកគាត់ហើយយើងនៅពីក្រោយនេះគឺមានតែសាមគ្គីភាពគ្នាយើងត្រូវចេះជួយគ្នាទៅវិញទៅមកហើយយើងត្រូវចេះពង្រឹងនៅសមត្ថភាពរបស់ខ្លួនឯងអញ្ចឹងពេលដែលយើងមានសមត្ថភាពរឹងមាំហើយគ្មាននរណាគេហ៊ានមកឈ្លានពានយើងទៀតទេហើយក៏ជូនពរទៅដល់វីរៈកងទ័ពរបស់យើងទទួលនៅជ័យជំនះហើយអ្នកនរគ្នាយើងមានតែសាមគ្គីគ្នាហើយ Okay stay safe